សម្រាប់បងប្អូនដែលមានកម្រងមកលេងខេត្តសៀមរាបជាពិសេសក្នុងឱកាសប្រជុំបិណ្ឌខាងមុខនេះហើយអត់ដឹងថាទៅគេងនៅណាយើងខ្ញុំសូមណែនាំឲ្យតែមួយកន្លែងនេះដែលមានបន្ទប់គេងប្រកបទៅដោយផាសុកភាពបរិយាកាសល្អស្ងប់ស្ងាត់ហើយសេវាកម្មបុគ្គលិករបស់គេគឺល្អរួសរាយរាក់ទាក់ខ្លាំងមែនទែនហើយរួមជាមួយនឹងជំរឿនអាហារពេលព្រឹកដ៏ឆ្ងាញ់និងបរិការរបស់សន្តាគារជាច្រើនទៀតធានាថាបងប្អូនគឺដឹងតែពេញចិត្តតែម្ដងដែលហូតែមួយនេះគឺមានឈ្មោះថាសុកជាអង្គរអូតែលដែលតម្លៃបន្ទប់គឺចាប់ត្រឹមតែពី$35ឡើងទៅតែប៉ុណ្ណោះព្រមជាមួយនឹងជំរើសដែលរួមបញ្ចូលអាហារពេលព្រឹកទៀតផងសូមបញ្ជាក់តម្លៃអាចប្រែប្រួលទៅតាមថ្ងៃ promotion បើនិយាយពីទីតាំងវិញគឺស្រួលរកមែនតើគឺនៅជិតផ្លូវជាតិលេខ6ក្បែរជាមួយនឹងអង្គរ Market តែម្ដងបើនិយាយពីការរចនាបថរបស់តែនេះវិញគឺគេបាន design ជាលក្ខណៈ classic លក្ខណៈខ្មែរកាត់បារាំងដែលនៅពេលដែលយើងឈានជើងចូលទៅដល់ទីនោះធ្វើឲ្យយើងទទួលអារម្មណ៍រំសាយអស់ទុក្ខកង្វល់ហើយទទួលបាននៅអារម្មណ៍ស្រស់ស្រាយភ្លាមៗតែម្ដងនៅពេលដែលចូលដល់បន្ទប់គេងឃើញថាកន្លែងរបស់គេនឹងរៀបចំឡើងមកតម្រូវដើម្បីឲ្យយើងគឺអត់ធ្វើអីទាំងអស់គឺសម្រាប់តែសម្រាប់តែម្ដងនៅពេលដែលដើរចូលដល់បន្ទប់គេងគឺឃើញថាកន្លែងរបស់គេនឹងរៀបចំឡើងមកដើម្បីឲ្យយើងមក relax សម្រាកហ្មងបងប្អូនព្រោះបន្ទប់គេងរបស់គេដាក់ភ្លើងលក្ខណៈសតុនឲ្យយើងគេងស្ទើរតែគ្មានពន្លឺរំខានហើយបន្ទប់របស់គេគឺមានច្រើនប្រភេទមិនថាបងប្អូនមកជាលក្ខណៈគ្រួសារមិត្តភ័ក្តិឬជាលក្ខណៈគូស្នេហ៍អីហ្នឹងគឺខ្ញុំ recommend សម្រាប់កន្លែងនេះតែម្ដងដូចបន្ទប់ Deluxe King មួយនេះចឹងគឺបន្ទប់ធំទូលាយមានទូទួមានតុធ្វើការនិងកៅអីដែលមើលមកមានផាសុកភាពមែនតើហើយសម្រាប់ពុកនិងខ្នើយភួយរបស់គេហ្នឹងគឺទន់មែនតើបងប្អូនខ្ញុំនិយាយមែនសុជាតែមួយនេះគឺខ្ញុំគេងរាល់ពេលដែលខ្ញុំមកលេងសៀមរាបអត់ដែលរំលងទេហើយមិនត្រឹមតែប៉ុណ្្នឹងទេសម្រាប់អ្នកដែលចូលចិត្តគេងអត់មានខ្នើយអត់បានអីហ្នឹងគឺគេមានបន្ថែមខ្នើយឲ្យយើងរហូតដល់ទៅ2នៅក្នុងទូនេះតែម្ដងហើយគ្រប់បន្ទប់ទាំងអស់ភាគច្រើនគឺអាចមើលឃើញទេសភាពមិនថាទេសភាពទីក្រុងឬក៏ទេសភាពអាងទឹកអីទេនិយាយទៅភាគច្រើនគឺបន្ទប់របស់គេមានវេរ៉ង់ដាទាំងអស់ដើម្បីឲ្យយើងចេញមកលំហែយកខ្យល់អាកាសនៅខាងក្រៅអីចឹងបងប្អូនក្រៅពីហ្នឹងគេក៏មានជាជំរើសប្រភេទបន្ទប់ក្រែ2និងក្រែ3ទៀតផងដែលសម្រាប់បងប្អូនអាចមកដើរលេងជុំគ្នាច្រើនអីចឹងគេងបន្ទប់តែមួយជុំគ្នាដឹងតែសប្បាយហ្មងហើយសម្រាប់បន្ទប់មួយនេះគឺជាបន្ទប់ Deluxe Premium Twin ដែលនៅក្នុងហ្នឹងគេមានក្រែដល់ទៅ2ហើយមានសាឡុងទៀតនិយាយទៅនៅហ្នឹងគេមានបន្ទប់ច្រើនប្រភេទតម្រូវតាមប្រភេទភ្ញៀវមិនថាបងប្អូនមកជាលក្ខណៈគ្រួសារឬក៏ក្រុមការងារអីទេសុទ្ធតែអាចគេងនៅនេះបានទាំងអស់ចុះមកដល់ខាងក្រៅវិញនៅហ្នឹងគេមានអាងហែលទឹកមាន Sky Bar និងមានលក់ភេសជ្ជៈដូចជា cocktail ដែលយើងអាចកំងញ៉ាំបានហើយមិនត្រឹមតែប៉ុណ្្នឹងទេគេក៏មានជាកន្លែងហាត់ប្រាណទៀតផងនិយាយទៅនៅក្នុងស្ថានភាពរបស់គេហ្នឹងគឺមានមួយសេតហ្មងបងប្អូនអត់ចាំបាច់ឲ្យយើងបារម្ភអីទាំងអស់ហើយសម្រាប់អាហារពេលព្រឹកវិញគឺខ្ញុំពេញចិត្តខ្លាំងមែនតើដោយសារតែគេមានរៀបចំជាប្រភេទអាឡាកាតដែលយើងអាចកំងមានម្ហូបជាច្រើនដូចជាអាហារពេលព្រឹកដែលអង់គ្លេសគេហៅថា English breakfast ឬក៏ American breakfast អីហ្នឹងបងប្អូនហើយមិនត្រឹមតែប៉ុណ្្នឹងទេគេក៏មានជាជំរើសបាយឆាមីឆាកាទៀវផងដែរសម្រាប់បងប្អូនដែលមកធ្វើដំណើរកម្សាន្តចំថ្ងៃបុណ្យអីហ្នឹងអាចនឹងមានគេរៀបចំជាលក្ខណៈ buffet ដែលមានម្ហូបជាច្រើនមុខសម្រាប់ឲ្យបងប្អូនញ៉ាំហើយខ្ញុំសូមធានាថារសជាតិគឺអត់ខុសបំណងទេបងប្អូនដោយសារតែខ្ញុំបានញ៉ាំហើយរសជាតិឆ្ងាញ់អញ្ចឹងសម្រាប់បងប្អូនដែលមានគម្រោងមកលេងខេត្តសៀមរាបកុំភ្លេចចុច save ឬចុច share វីដេអូនេះទុកអញ្ចឹងបើសិនជាបងប្អូនមានសំណួរបន្ថែមអាចទំនាក់ទំនងទៅកាន់បុគ្គលិករបស់សន្តាគារសុខជាអង្គរបានដើម្បីទទួលបានព័ត៌មានលម្អិតអរគុណច្រើនបងប្អូនបាយបាយ